bộ bạ khăn mình tên không ca design tha nè na tơ vẹn mình to nè na cái đợt mình ai tơ vẹn to bàn tiệt tên next level bàn tiệt hơi được nông vẹn ní nâng miền bay rúp đây nâng chạy tranh bị cam bị thi bao dương à lời ní dương chập đam từ bốn nhưng nâng bạc ca xâm ra bay cái chôn đây nâng chốt từ bốn kế tơ vẹn mình to ok chân xâm ra nè để ai mình to đầm na từ vẹn mình to bốn kế cứ chia mình nè đại quạtการ perform របស់គាត់ក៏ល្អពីមួយវគ្គទៅមួយវគ្គគាត់មាន confidence គាត់មានការរៀបចំបានល្អអញ្ចឹងអ្នកដែលដំបូងគេនោះគឺបានទៅលើ Chris Diva អូសាតូ Chris Diva So Momosato Chris Diva go to the next level. Congratulations Chris Diva. អ្នកដែលមានសមត្ថភាពក្នុងការជាប់បន្ទាប់គឺមានទាំង character មានទាំងភ្លេងមានទាំងសម្លេងដែលដាស់ទៅជា international បានពេលខ្លះ international គឺរស់នៅក្នុងខ្លួនយើងបង្កើត international ឲ្យខ្លួនយើងមិនមែនអ្នកណាស្ដាប់មកគឺ international ទេយើងអ្នកបង្កើតអញ្ចឹងអ្នកបន្ទាប់គឺអ្នកបន្ទាប់ go to the next level បានទៅលើអ្នកបន្ទាប់គឺ Wansa Momosato Wansa So Wansa go to the next level Momosato Congratulations Wansa go to the next levelសម្រាប់អ្នកដែលទៅបន្ទាប់ថ្ងៃនេះគាត់ពិសេសគាត់បានធ្វើរបបភ្ញាក់ហើយក្នុងការប្រជុំមិញនៅលើគឺតឹងតសៃកដាក់គ្នាមែនតែនតម្រាំ select ដោយសារតែគឺយើងសិតតែខ្លាំងទាំងអស់ប៉ុន្តែការចាក់ចេញត្រូវតែមានដោយសារតែយើងត្រូវការអ្នកលើកទៀនអញ្ចឹងអ្នកដែលអាច go to next level គឺសម្រាប់អ្នកដែល go to the next level គឺបានទៅលើជុតិមាអូម៉ូសាតូជុតិមាបេក្ខជនបន្ទាប់ទៀតដែលនឹងជាប់ទៅវគ្គបន្ទាប់ទៅ next level គឺជាបេក្ខជនពួកយើងគិតថាពួកយើងចង់ឃើញបន្ថែមទៀតពីគាត់ថាតើគាត់នឹងមានចង់ឃើញអា potential នឹងបន្ថែមទៀតអាសមត្ថភាពគាត់បន្ថែមទៀតដោយសារមានអារម្មណ៍ថាគាត់ផ្ដល់ពួកយើងឲ្យតន់អស់ហើយអញ្ចឹងបេក្ខជនបន្ទាប់ដែលនឹងជាប់ទៅវគ្គបន្តគឺបានទៅលើគឺបើមិនឲ្យខាត់ពេលយូរទេគឺ
យ៉ាងជេក Go to the next level. Woo! Congratulations. អញ្ចឹងអ្នកដែលខ្ញុំប្រកាសបន្ទាប់នេះជាមួយនឹងបងក្តឹបជាមួយនឹងនរិទ្ធគឺជាអ្នកដែលជាតួឯកនៅក្នុងថ្ងៃនេះហើយតួឯកទី1ដែលទទួលបាន Best Song គាត់លោតចូលនៅក្នុង Level International ហើយគាត់មកនេះមិនមែនយកភាពដដែលមកឲ្យយើងស្ដាប់មិនមែនយក color ចាស់ឲ្យយើងស្ដាប់គាត់ព្យាយាមបង្កើត color ខ្លួនឯងឲ្យយើងស្គាល់ថានេះគឺជាពណ៌របស់ខ្ញុំនេះគឺជារូបភាពរបស់ខ្ញុំបើខ្ញុំច្រៀងនៅក្នុងប្រភេទនេះក៏ទាំងអស់គ្នា accept ខ្ញុំអញ្ចឹងម្នាក់នោះបានទៅលើគឺ Best song. Jay Omar Santos. Jay. Go to the next level. Woo. Yeah, my it's a peep. អញ្ចឹងបេក្ខជនបន្ទាប់ Sẽ តែ đây. គាត់នឹងជាប់ Best Performance នោះគឺ Bán tên lên. គឺ Slayo. Omar Santos. Slayo. Slayo. Go to the next level. Woo. Congratulations, Slayo. ចាឥឡូវនេះឃើញថាយើងបានរកឃើញបេក្ខជនទាំង6រូបដែលបានចូលទៅកាន់ The Next Level ចំណែកឯបេក្ខជន3រូបទៀតគឺបងសូមជួយរួមសោកស្ដាយដែលបងអូនបានទៅ The Next Level ប៉ុន្តែគឺសង្ឃឹមថាកុំបាក់ទឹកចិត្តហើយយើងបន្តនៅក្នុងដំណើរវិស័យនេះតទៅមុខទៀតចា អូខេហើយក៏ចង់ដឹងពីចំណាប់អារម្មណ៍របស់អ្នកទាំង3ដូចគ្នាហើយចង់ដឹងចំណាប់អារម្មណ៍លើ KC មុនសូមជឿន ខ្ញុំមានម៉ៃសងហ្នឹងបង អូខេ លុយសម្រាប់ខ្ញុំគឺខ្ញុំអត់មានអីត្រូវសោកស្ដាយទេព្រោះខ្ញុំបានមករៀងឆ្ងាយដែរហើយខ្ញុំនៅសល់កូនជ្រូកខ្ញុំចិត្ត200បត់ចាំមើលនៅពេល The Next Level ឆប់ អូខេឥឡូវសូមចំណាប់អារម្មណ៍ពី Fin វិញម្ដងបាទ ក៏ប៉ុន្តែខ្ញុំចងេចងាំងលើឆាំងដោយសារខ្ញុំសប្បាយមួយអ្នកទាំងអស់គ្នាតែពេលខ្ញុំ perform ចប់ប្រាប់ប៉ាខ្ញុំថាប៉ាអើយញ៉ាំនេះខ្ញុំមានដំណឹងល្អប្រាប់ប៉ាខ្ញុំសង្ស័យធ្លាក់អីចុះឡើងធ្លាក់មែន អូនឯង manifest ខ្លួនឯង ហើយក៏ខ្ញុំប្រាប់ប៉ាខ្ញុំថាទោះបីជាធ្លាក់មិនក៏ខ្ញុំនៅខំប្រឹងធ្វើបត់ដែរត្រូវធ្វើមិនចេញទៅរលុយឲ្យបានច្រើនរលុយឲ្យប៉ាហើយប៉ាថាអាហ្នឹងកូនអញខ្ញុំជឿថាម៉ាក់ខ្ញុំគាត់អស់ចិត្តដែរបើសិនជាគាត់នៅគាត់ដើរអួតគេពេញហ្នឹងឯងថាកូនខ្លួនឯងលុយហ្នឹងនិយាយមែនយេខ្ញុំដំបូងសូមអរគុណដល់ The Next Level ដែលឲ្យខ្ញុំដឹងថាខ្ញុំនៅណាហើយខ្ញុំធ្វើអីព្រោះដោយសារខ្ញុំមកប្រឡងនេះខ្ញុំដឹងថាខ្ញុំជាប់តែខ្ញុំអត់ដឹងថាខ្ញុំនៅណាមកវគ្គទៅមកវគ្គព្រោះអីខ្ញុំអត់បានមើល contestant ផ្សេងគាត់សមត្ថភាពមិនដែរអញ្ចឹងប៉ុន្តែសម្រាប់វគ្គនេះខ្ញុំសប្បាយចិត្តព្រោះដោយសារខ្ញុំបានមើល contestant ទាំងអស់គ្នាទៅគាត់សមត្ថភាពគាត់ខ្លាំងហើយខ្ញុំទទួលស្គាល់ថាយើងនៅណាហើយយើងអាចបន្ថែមអីខ្វះខាតអីយើងបំពេញអីព្រោះអីខ្ញុំអត់ដែរគិតថាខ្ញុំមកដល់ហ្នឹងទេ
ព្រោះពេលប្រឡងដូចរឿងសម្ងាត់ ដូចរបៀបថាយើងដូចធ្វើរឿងសម្ងាត់មួយដែលអត់មានតែគេដឹងអត់មានតែគេអីយើងមកតែឯងជាប់ពីមួយវគ្គទៅមួយវគ្គយើងអត់ដឹងថាជុំអញល្បីនៅ ល្បី អញ្ចឹងបងតែទៅពេលយើងមកដល់នេះហើយ កម្មវិធីហ្នឹងអញ្ចឹង ឆ្ងាយបងថាឆ្ងាយខ្លាំងមកចាហ៊ានមកខ្ញុំឆ្ងាយខ្លាំង អូខេឥឡូវសូមសម្លេងជូនដល់ទីទុយទាំងអស់គ្នា